តែទីបំផុតឥឡូវនេះហេតុអីបានជាខ្ញុំទទួលបានត្រឹមតែអបសាកសពទៅវិញណាស់ហើយចុះលោកវិនុនគ្រប់យ៉ាងទោះបីជាខ្ញុំមានការសោកសង្រេងប៉ុណ្ណាក៏ដោយចុះមនុស្សដែលស្លាប់ហើយគឺមិនអាចវិលត្រឡប់មកវិញបានទេលោកឆាប់ចាត់ចែងទៅតាមទួនាទីទៅតាមប្រពៃណីទំនៀមទម្លាប់របស់យើងទៅណាលោកទទួលតាមព្រះរាជបញ្ជាក្រាបទូលដួលបងមេកងបងមេកងអ្នកនាងរងមេកងរងមេកងគ្រប់មកវិញហើយរស់វិញអត់នៅទេខ្ញុំមិនយកសោះទេអត់នៅទេបងមេកងចាំណាំចាស់ខ្ញុំមិនយកសោះទេដូលលេងម៉ៃទៅលេងម៉ៃទៅទេដូលកូនមើលដល់ងាប់មកកូនងាប់អត់รู้ទេថាមកហើយកូនបើលេងទៅជារំដួលកូនរបស់ខ្ញុំទេនេះខ្ញុំជាសពនេះខ្ញុំជាដួងវិញ្ញាណឬមួយក៏ជារូបរាងពិតរបស់កូនលោកមើលខ្ញុំឃើញទេមិនមែនជាសពហើយកូនមិនមែនជាដួងវិញ្ញាណដែរតែជាការពិតខ្ញុំមិនទាន់ស្លាប់ទេអរគុណព្រះជាម្ចាស់លោកអើយដែលប្រទានជីវិតកូនរបស់ខ្ញុំសាចិត្តថ្មីបែបនេះបងមេកងពុកសប្បាយចិត្តណាស់កូនពុកសប្បាយចិត្តណាស់បងមេកងនេះណាលោកនុនមែនទេមេកងនុនមែនទេបងមេកងបងសប្បាយចិត្តណាស់ពេលដែលអូនខ្លាចខ្លួនទៅជាមនុស្សវិញបងបានទទួលជ័យជំនះហើយបានហើយខ្ញុំមិនអីទេខ្ញុំមិនស្ដាប់ចោលបងទេឃើញទេខ្ញុំរស់វិញហើយអរគុណណាស់ដែលគ្រប់យ៉ាងត្រឡប់មកដូចតាមណាអូនបងមនុនបងខ្ញុំនឹកបងណាបងក៏នឹកក្រុមគ្រួសាររបស់អូនគ្រប់គ្នាហើយបងរំភើបដល់ក្នុងចិត្តណាស់បងដឹងថាអូនទៅស្លាប់បាត់បង់ជីវិតតែឥឡូវនេះអារម្មណ៍របស់បងរំភើបបងត្រេកអរនៅពេលដែលអូនបានរស់ព្រានមានជីវិតឡើងវិញអូនអាចដឹងទេនៅពេលដែលបងបានទៅទឹកសឹកសង្គ្រាមជាមួយនឹងលោកមេកងបងព្រួយបារម្ភណាស់អំពីក្រុមគ្រួសារបានបញ្ចប់សង្គ្រាមដោយបំណងឆាប់ដុតរះវិលមករកអូននិងគ្រួសារទីបំផុតនៅពេលដែលបានបងមកដល់នោះដែលរបស់អូនមានតែផ្ទៃផងល្អងទូលើដីតែប៉ុណ្ណោះអូនអាចនិយាយរឿងរ៉ាវប្រាប់បងបានទេថាមូលហេតុអ្វីទៅបានជាផ្ទះរបស់អូនលើកឆៃយ៉ាងដូចច្នេះទៅវិញអូនប្រាប់បងមកពេលបងមិននៅខ្ញុំនឹងម៉ែវេទនាណាពុតធំបងនៅម៉ែខ្ញុំមិនស្លាប់ទេបងសោកស្ដាយណាស់អូនណាម្ដាយរបស់អូនត្រូវស្លាប់បងនៅបងពិតជាជួយមិនឲ្យម៉ែខ្ញុំស្លាប់ទេគាត់ស្លាប់ពីមូលហេតុអ្វីដែរទេបងចង់ដឹងបងសួរគាត់ទៅម៉ែរបស់បងគាត់ដឹងគាត់ជាមនុស្សតែម្នាក់ដែលបានដឹងរឿងគ្រប់យ៉ាងដែលពាក់ព័ន្ធជីវិតខ្ញុំនឹងម៉ែមិនអីទេចាំបងហៅគាត់មកសួរម៉ែក្រោកឡើងមកម៉ែអាចារ្យមានរឿងអីកូនម៉ែឯងដឹងរឿងរ៉ាវគ្រប់យ៉ាងសម្រាប់គ្រួសាររបស់រំដួលទេដឹងតាកូនដឹងតាបាទដឹងស្រ័យបំភ្លឺរឿងរ៉ាវគ្រប់យ៉ាងសូមរាជទានទោសក្រៅទូលទៅព្រមទាំងព្រិចបត់ទៅស្ថិនេះអាចារ្យជំរាបសួរលោកថ្វាយបង្គំរាជបុត្រារាជទានទោសខ្ញុំម្ចាស់សូមទូលថ្វាយការពិតនិងនិយាយរឿងពិតប្រាប់លោកបើតាមសម្ដីរំដួលកូនស្រីរបស់ខ្ញុំណាបញ្ជាក់ថាស្ថិនេះបានដឹងនឹងមានរឿងពាក់ព័ន្ធច្រើនណាស់ជាមួយនឹងគ្រួសារមុំប្រពន្ធរបស់ខ្ញុំអាចារ្យឥឡូវពេលនេះជួសប្រភពឲ្យរាជបុត្រដែលកំពុងតែគង់ប្រថាប់នៅទីនេះសូមឲ្យស្ថិនេះនិយាយពីការពិតគ្រប់យ៉ាងទាំងអស់ថាបានធ្វើអ្វីខ្លះទៅលើគ្រួសារមុំប្រពន្ធរបស់ខ្ញុំណាលោកម្ចាស់ថ្លៃឲ្យលោកឲ្យខ្ញុំនិយាយឲ្យពាក្យពិតលោកខ្ញុំអត់មានពលឹះខ្ញុំសុំស្បត់ខ្ញុំអត់មានបានធ្វើរឿងអីអាក្រក់អីទេលោកអើយអត់មានបានរឿងធ្វើរឿងធ្ងន់ធ្ងរទេលោកម្ចាស់គ្រាន់តែទី1ខ្ញុំទៅរឹបអូសយកដីរបស់មុំហើយក៏អូសមុំយកមកធ្វើជាទាសកោវាយមុំឲ្យស្លាប់4ដងបង្អត់បាយ4ដង